អាយ៉ងអាសាយោសូមស្វាគមន៍ទស្សនិកជនទាំងអស់ថ្ងៃនេះជាថ្ងៃពុធទី28ខែកញ្ញាឆ្នាំ2016ខ្ញុំជាសុខាផ្សាយចេញពី Phoenix Arizona នៃសហរដ្ឋអាមេរិកនេះជាវីដេអូមេរៀនទី1សម្រាប់ថ្នាក់ហ្គីតា101ថ្ងៃនេះយើងរៀនរឹតខ្សែហ្គីតាវាសំខាន់ណាស់យើងត្រូវចេះរឹតវាបើរឹតមិនត្រូវចម្រៀងរបស់យើងគឺខុសទាំងអស់កម្មវិធីរឹតខ្សែហ្គីតាមាន3យ៉ាងទី1យើងរឹតប្រើត្រចៀកទី2រឹតប្រើទូរស័ព្ទទី3រឹតប្រើវត្ថុដូចខ្ញុំបង្ហាញនេះខ្ញុំចូលចិត្តរឹតប្រើត្រចៀកព្រោះយើងមិនបាច់ចំណាយប្រាក់ម្យ៉ាងមួយទៀតខួរក្បាលរបស់យើងមានរួចទៅហើយគួរតែរៀនប្រើវារាល់ពេលយើងប្រើខួរក្បាលវាកាន់តែពូកែលើសដើមបើយើងរឹតប្រើទូរស័ព្ទឬវត្ថុទំនើបចុះបើវត្ថុនោះខុសចុះបើយើងភ្លេចវង្វេងដៃមិនដឹងទុកវានៅឯណាឬក៏វាអស់ថ្មនោះចូលបញ្ហាបាត់ដូច្នេះមេរៀនថ្ងៃនេះយើងរៀនប្រើកម្មវិធីរឹតខ្សែហ្គីតាប្រើត្រចៀកខួរក្បាលយើងពូកែខ្លាំងណាស់យើងចង់ធ្វើអ្វីក៏បានដែរប៉ុន្តែទាល់តែចេះប្រើវាដែរសំខាន់បំផុតពេលយើងរៀនភ្លេងយើងត្រូវបង្រៀនត្រចៀកយើងឲ្យចេះស្ដាប់ណោតភ្លេងដូច្នេះពេលយើងឮខ្សែហ្គីតាកេះខួរក្បាលយើងត្រូវដឹងថាអូនេះគឺជាណោត A នេះគឺជាណោត B ឬនេះជាណោត C ដូច្នេះត្រចៀកយើងនឹងត្រូវតែស្គាល់សំឡេងហើយបើយើងមិនបង្រៀនខួរក្បាលយើងឲ្យហាត់ស្ដាប់សំឡេងទេនោះយើងចាប់ផ្ដើមជំហានដំបូងដើរផ្លូវខុសហើយដូច្នេះជំហានទី1គឺយើងរឹតខ្សែហ្គីតានេះឯងបើយើងរឹតវាត្រូវភ្លេងយើងវាចេញមកត្រូវដែរហើយការខ្ញុំរៀនលេងហ្គីតាដំបូងពីអាយុ12ឆ្នាំគ្រូខ្ញុំបង្រៀនរឹតខ្សែហ្គីតាប្រើ piano ខ្ញុំមិនបង្រៀនកម្មវិធីមួយនេះព្រោះខ្ញុំយល់ថាវាជាកម្មវិធីជិះកូទី1បើយើងមានតែហ្គីតាមាន piano មកពីណាផ្ទៀងស្ដាប់ទៅទី2 piano ក៏ត្រូវការរឹតខ្សែដែរដូច្នេះបើយើងប្រើកម្មវិធី piano បើ piano ខុសហ្គីតារបស់យើងក៏ខុសកម្មវិធីខ្ញុំបង្រៀនប្រើខួរក្បាលគឺមិនខុសតែម្ដងត្រចៀកយើងនិងខួរក្បាលយើងពូកែណាស់ដូច្នេះយើងគួរតែចេះប្រើវាបើមិនចេះគួរតែហាត់ប្រើវាដល់យើងហាត់ទៅដូចយើងស្រលៀងកំបិតអញ្ចឹងកំបិតរបស់យើងរិលឬច្រេះក៏អាចមុតបានដែរពីមុនយើងអត់មានថ្មស្រលៀងឬក៏មិនដឹងកម្មវិធីឥឡូវខ្ញុំប្រាប់កម្មវិធីហើយគួរតែអនុវត្តឬអត់សូមយកទៅត្រិះរិះឲ្យមកចត់អូខេនេះកម្មវិធីរឹតខ្សែហ្គីតាមុនយើងអាចលេងវាយើងអាចលេងបទអ្វីមួយដែលយើងចូលចិត្តហើយយល់ថាវាងាយស្រួលដូច្នេះយើងអាចឆែកខ្សែវាផងព្រោះបើខ្សែធូរឬក៏តឹងពេកយើងអាចដឹងថាវាខុសឥឡូវខ្ញុំ solo បទមួយនេះខ្ញុំមិនប្រាប់ចំណងជើងទេអ្នកទាំងអស់គ្នាពិតជាដឹងថាបទអីហើយម្ដងទៀតនេះជា solo បទច័ន្ទធូដូច្នេះមុនយើងលេងហ្គីតាតរឹតវាសិនកម្មវិធីខ្ញុំបង្ហាញនេះគឺតម្រូវហ្គីតាខ្សែ6ព្រោះហ្គីតាវាមានខ្សែ4ខ្សែ5ខ្សែ6ហើយខ្សែ12ដូច្នេះកម្មវិធីខ្ញុំបង្ហាញនេះគឺតម្រូវហ្គីតាខ្សែ6បើអ្នកទាំងអស់គ្នាប្រើហ្គីតាខ្សែ4ខ្សែ5ខ្សែ12អីកម្មវិធីខ្ញុំបង្ហាញថ្ងៃនេះយកទៅប្រើការមិនកើតទេដូច្នេះគ្រាន់ចាំចំណុចមួយហ្នឹងវាតម្រូវហ្គីតាខ្សែ6
ហើយហ្គីតាអាខ្សែក្រោមគេបង្អស់នេះអាខ្សែទូចនេះហៅថាខ្សែទី1ដូច្នេះអាលើនឹងតិចទី2ទី3ទី4ទី5ទី6ដូច្នេះអាទី6ហ្នឹងអាលើគេបង្អស់អាខ្ពស់ជាងគេបង្អស់ខ្សែរាងធំហ្នឹងទី6ហើយអាដែកសបញ្ឈរនេះអង់គ្លេសហៅថា freight ពាក្យខ្មែរហៅថាខ្ទង់ដូច្នេះនេះខ្ទង់ទី1ទី2ទី3ទី4ទី5ហើយនៅលើហ្គីតាបើយើងសម្លឹងវាទៅវាមានអាដែកអីមូលចុចដូចខ្ញុំបង្ហាញនេះឃើញទេវាមានដែកមូលចុចវាសម្បូរចុចនៅខ្ទង់ទី3ទី5ទី7ទី9ទី12ដូច្នេះអាកន្លែងណាដែលវាចុចអាពណ៌សហ្នឹងបើយើងផ្ដេកហ្គីតាចេះទៅក៏ឃើញដែរអាចុចហ្នឹងយើងស្រឡឹងពីលើនេះក៏ឃើញដែរនេះណានេះកន្លែងចុចនេះកន្លែងចុចហើយអាកន្លែងវាចុចហ្នឹងបើយើងផ្ដេកហ្គីតាមកចេះទៅឃើញនេះឃើញអាសហ្នឹងណាដូច្នេះវាគ្រប់ហ្គីតាមិនថា model អីតម្លៃប្រមាណទេឲ្យតែមានអាចុចអាហ្នឹងអាខាងលើនេះយើងស្រឡឹងទៅឃើញវាចុចដែរហើយគេដាក់អាហ្នឹងដើម្បីដល់ពេលយើងរៀនឋានៈទៅខ្ពស់ទៀតយើងត្រូវការលេងចុះឡើងអានេះឲ្យលឿនយើងគ្រាន់តែកលេចមើលអាហ្នឹងទៅយើងមិនបាច់អោនមើលទេយើងមិនបាច់អោនយើងដឹងថាយើងដល់ខ្ទង់ត្រឹមណាហើយដូច្នេះវាងាយស្រួលយើងមិនបាច់អោនមើលអូខេឥឡូវខ្ញុំបង្រៀនកម្មវិធីរឹតខ្សែដូច្នេះយើងប្រើបទ solo ច័ន្ទធូយើងកេះខ្សែទី3កេះបើកឲ្យបិទវិញយកមករៀមទី2ចុចខ្សែទី3ហ្នឹងប៉ុន្តែលើកទី1យើងកេះលើកទី2យើងចុចហើយយើងកេះវាម្ដងទៀតស្ដាប់កម្មវិធីយើងចុចហ្គីតាក្នុងខ្ទង់វាហ្នឹងឃើញយើងត្រូវការចុចអាខ្ទង់ទី2នេះចំពោះអា solo បទច័ន្ទធូនេះអាដែកបញ្ឈរពណ៌សនេះពេលយើងចុចវាយើងកុំចុចឆ្ងាយពេកយើងចុចមកគៀកអាដែកខាងនេះណាអាដែកខាងនេះអាដែកទី2នេះកុំមកអាដែកនេះបើមិនអញ្ចឹងទេវាលឺសូរអត់ច្បាស់វាសូរពឹបចាំមើលខ្ញុំធ្វើឲ្យមើលខ្ញុំលឺសូរប៊ឺវាអត់ច្បាស់តែបើយើងមកគៀនអានេះមកគៀននេះដល់ពេលយើងកេះទៅលឺច្បាស់ហើយដល់ពេលយើងអូសទៅខាងនេះវិញហើយបើយើងមកមុខពេកចំអាដែកនេះវាលឺអ្វីផ្សេងទៅវិញណាលឺដូចកោដូច្នេះយើងមិនចង់ឲ្យនៅលើដែកនេះយើងនៅប៊ីសដែកហ្នឹងឯងហើយចុចវាទៅវាលឺច្បាស់ហើយម្យ៉ាងមួយទៀតបើយើងចុចឆ្ងាយពេកតើយើងសកត់ខ្លាំងបានវាច្បាស់ធម្មតាយើងសកត់ខ្លាំងវាឈឺមករៀមផងដូច្នេះបើយើងមកគៀកនេះយើងមិនបាច់សកត់ខ្លាំងហើយសកត់តែបន្តិចក៏វាលឺច្បាស់ដែរដូច្នេះអាហ្នឹងវាកម្មវិធីយើងចុចយ៉ាងហើយពេលយើងលេងហ្គីតាអាដៃខាងឆ្វេងហ្នឹងយើងកាត់កញ្ចក់វាទៅកាត់ឲ្យខ្លីទៅព្រោះយើងត្រូវការចុចខ្សែហ្គីតាហើយអាដៃខាងស្ដាំនេះ
បាច់កាត់ក៏បានដែរកញ្ចក់អ្នកខ្លះលេងហ្គីតាគេអត់ប្រើអានេះគេអត់ប្រើអាកៅស៊ូកេសនេះបើគេអត់ប្រើកៅស៊ូកេសនេះគេប្រើកញ្ចក់ដៃកេសទៅវិញដូច្នេះនៅបទមួយនេះនៅបទ solo មួយនេះយើងកេសខ្សែទី3បើកឬហើយលើកទី2យើងចុចតាមម្ដងទៀតឬហើយយើងចុះទៅក្រោមខ្សែទី2បើកហើយបិទម្ដងទៀតណាឥឡូវយើងចាប់ផ្ដើមពីខ្សែទី3ម្ដងទៀតហើយបានយើងចុះខ្សែក្រោមមកអស់អាខ្សែទូចខ្សែទី1នេះយើងបើកបិទបើកបើកបិទបើកឲ្យចាំដូច្នេះយើងចាប់ផ្ដើមដំបូងខ្សែទី3បើកបិទខ្សែទី2បើកបិទខ្សែទី3បើកបិទបើកអូខេចាំមើលយើងលេងយឺតឃើញវាចេញមកបត់ solo ច័ន្ទធូហ្នឹងឯងម្ដងទៀតហើយដល់យើងឡើងប្រច្រាស់ទៅវិញគ្រាន់តែបិទបើកបិទថងទៀតខ្ញុំលេងយឺតខ្សែទី3អានេះដល់ខ្សែទី4ហើយខ្សែទី3ខ្សែទី2ខ្សែទី1អូខេពេលខ្ញុំថតវីដេអូនេះទុំយល់អំពីបើបង្ហាញដូចខ្ញុំបង្ហាញអាមួយហ៊ានបិទបើកបិទនេះវីដេអូ10ម៉ោងប្រហែលមិនហើយផងដូច្នេះវាងាយស្រួលជាងខ្ញុំបង្រៀនកម្មវិធីអាន note ភ្លេងបើខ្ញុំបង្រៀនអាន note ភ្លេងបានន័យថាខ្ញុំបង្រៀនអក្សរសាស្ត្រភ្លេងអ្នកទាំងអស់គ្នាពេលចេះអានវាហើយអានស្អីក៏បានដែរដូចយើងចេះអានអក្សរខ្មែរយ៉ាងមិនបាច់មានអ្នកអង្គុយប្រាប់ឲ្យចុចអានេះបិទអានេះបើកអានេះចុចខ្សែទី2ចុចខ្សែទី3អីទេយើងគ្រាន់តែមើលกระดาษเพลงហ្នឹងយើងយល់ធ្វើចុចអាណាចុចអាណីបាត់ហើយអូខេដូច្នេះវាសំខាន់ជាងពេលខ្ញុំបង្ហាញបង្រៀនកម្មវិធីអានអក្សរសាស្ត្រហ្គីតានិងអានអក្សរសាស្ត្រភ្លេងហ្នឹងដើម្បីងាយស្រួលដល់ពេលចេះអានវាហើយយើងចង់អានបទអីក៏បានដែរមិនបាច់មានមនុស្សអង្គុយប្រាប់ក៏យើងអាចធ្វើបានដែរក៏ប៉ុន្តែកម្មវិធីរឹតខ្សែតែប៉ុណ្្នឹងឯងហើយបើយើងស្ដាប់ទៅដូចឧទាហរណ៍យើង solo បទច័ន្ទធូហ្នឹងស្ដាប់ទៅប្លែកបានន័យថាខ្សែរបស់យើងនឹងខុសហើយចាំមើលខ្ញុំបទូ
អាខ្សែទី3ហ្នឹងខ្ញុំបទូវាឥឡូវនេះវាត្រូវហើយនេះខ្សែទី3នេះខុសស្រឡះហើយណាចាំមើលដល់ខ្ញុំ solo បទច័ន្ទធូហ្នឹងវាលឺចាខ្ញុំវាលឺស្អីណានោះហ៎ចាំមើលតាំងតាវណាវណាវតាវណាវណាវតាតាវណាតាវណាវណាវចាំមើលតាវណាវណាវណាវឃើញយើងមិនចេះភ្លេងចេះអីផងយើងគ្រាន់តែស្ដាប់ទៅដឹងតែខុសបាត់ហើយគេនេះបានន័យថាខ្សែយើងធូរពេកដូច្នេះបាទខ្សែមួយនឹងខុសអាខ្សែទី3នឹងខុសព្រោះអាបទច័ន្ទធូរនឹងវាចាប់ផ្ដើមខ្សែទី3យើងរឹតវាទៅអានេះដឹងថាវាធូរពេកឥឡូវខ្ញុំរឹតវាវិញគេនេះត្រូវហើយជាមួយខ្ញុំលេងម្ដងទៀតណាខ្សែទី3ត្រូវហើយហើយបទច័ន្ទធូហ្នឹងវារឹតបានខ្សែ4ហើយចុះអាខ្សែទី5ហើយខ្សែទី6គិតមិនវិញក្នុងហ្គីតាវាមានអក្សររបស់វាអក្សរ A B C D E F G ហ្នឹងអានឹងចាំមេរៀនទី2មេរៀនទី2ទី3ចាំខ្ញុំទៅរៀនអក្សរវាហ្នឹងមេរៀនយើងថ្ងៃនេះគ្រាន់តែយើងរឹតខ្សែវាសិនព្រោះបើយើងអត់ចេះរឹតខ្សែវាធ្វើកិច្ចការអីក៏មិនកើតដែរអាខ្ទង់ទី5នេះបើយើងរាប់ខ្ទង់ទី1ទី2ទី3ទី4ទី5ខ្ទង់ទី5ហ្នឹងអាខ្សែទី3យើងចុចអាខ្ទង់ទី5ហ្នឹងហើយយើងកេះវាទៅវាលឺអញ្ចឹងបានន័យថាបើយើងចុចអាទី5ខ្សែទី5សំឡេងវាត្រូវលឺដូចខ្សែទី4យើងបើកវាបើកបានន័យថាយើងអត់ចុចវាទេយើងកេះខ្សែលេខ4ណាបើយើងកេះខ្សែលេខ4ទៅលឺអញ្ចឹងអាលេខ4និងខ្សែលេខ5ពេលយើងចុចអាលេខ5ទៅលឺអញ្ចឹងវាទៅលឺដូចខ្សែទី4ដែរដូច្នេះខ្សែទី5ខ្ទង់ទី5បើយើងចុចនេះខ្សែទី5ខ្ទង់ទី5វាទៅលឺដូចខ្សែទី4ដែរខ្សែទី4បើកគេលឺដូចគ្នាហ៎មើល5 4
ដូច្នេះយើងបង្រៀនទៅជាយើងឲ្យហាត់ស្ដាប់អញ្ចឹងហើយពេលយើងដឹងខ្សែទី5នេះត្រឹមត្រូវហើយយើងឡើងទៅខ្សែទី6អាខ្ទង់ទី5ហ្នឹងណាយើងរាប់1 2 3 4 5ខ្ទង់ទី5ហ្នឹងយើងចុចខ្សែទី6ឥឡូវគេមកអស់ហ្នឹងបើយើងចុចវាលឺហើយកេះទៅលឺ0ចេះបានន័យថាពេលយើងចុចអាខ្ទង់ទី5ខ្សែលើបង្អស់ហ្នឹងហើយយើងកេះវាទៅវាលឺចេះវាត្រូវលឺដូចខ្សែទី5បើកដែរឃើញវាលឺដូចគ្នាជាមួយខ្ញុំកេះអាទី6ហើយទី5ហ្នឹងប៉ុន្តែទី6យើងចុចទៅមកខ្ទង់ទី5ហ្នឹងសំឡេងអាពីរហ្នឹងទៅដូចគ្នាបើលឺអត់ដូចគ្នាទេបានន័យថាខ្សែយើងវាខុសហើយតោះរឹតបធូរវាឬក៏បតឹងវាតាមការតម្រូវឲ្យវាលឺដូចគ្នាហ្នឹងណាចាំស្ដាប់ម្ដងទៀតអាហ្នឹងឯងកម្មវិធីរឹតខ្សែហ្គីតាលំហាត់សម្រាប់មេរៀនមួយនេះគឺខ្ញុំចង់ឲ្យសិស្សទាំងអស់រឹតខ្សែហ្គីតាប្រើត្រចៀកប្រើកម្មវិធីមេរៀនយើងថ្ងៃនេះថតជាវីដេអូកំពុងរឹតខ្សែថតឲ្យឃើញកហ្គីតាហើយនឹងតួខ្លួនហ្គីតាដូច្នេះនៅពេលកំពុងរឹតខ្សែហ្នឹងឲ្យឃើញនៅក្នុងវីដេអូដល់ពេលថតវារួចហើយផ្ញើវាទៅ Google Drive ចំពោះសិស្សថ្មីដែលមិនចេះប្រើ Google Drive សូមចូលរួមក្នុងវេទិកាខ្ញុំបានសរសេរជំហានកម្មវិធីប្រើ Google Drive ហើយបើមានសំណួរអ្វីអាចសរសេរសួរក្នុងវេទិកាថ្ងៃកម្រិតគឺខែតុលាថ្ងៃទី19ឆ្នាំ2016ខ្ញុំត្រូវការសិស្សយ៉ាងតិច10នាក់ធ្វើលំហាត់នេះនិងផ្ញើវីដេអូឲ្យខ្ញុំ
បើបានលើកពី10នោះកាន់តែប្រសើរអូខេយើងបាយគ្នាសប្តាហ៍នេះខ្ញុំជាសុខាផ្សាយចេញពី Phoenix Arizona នៃសហរដ្ឋអាមេរិកអរុនសួស្តីសាយ័ន្តសួស្តីរាត្រីសួស្តីសូមជម្រាបលា